ตานี้จีซัดจำไรประเภทเอาไว้มุนเป้ไดโนนามันเนี่ยไอปฏิกรรมบ้านสมาชิกกรองอวิทมันเนี่ยระบบปูเกตระบานจับให้เลือกล้างเตลืออากาศแล้วเพคลายมนุษย์กรุ๊ปนี้บ้านเลือกนู่นระบบปูเกเพลียมให้ดำรงเตอร์บนใต้รุ่นระบบปูเกมันมีอธิปเลยซัดจำไรนุเตตุ้ยเตอร์เว้นซัดจำไรนุบ้านลุยยกโปรเรื่องระบบปูเกอย่างชับระฮะบนตบมกซัดจำไรรอบเมืองกบาตีบ้าน5 มกปีตรายขังในเบิ้งเตอร์พีบนุเพื่อเอามนุษย์กรุ๊ปนี้เพคลายปูเกบ้านปรุงประหยัดกูเพลียมจับยกอาวุธระบบปูเกให้บ้านประหาอย่างสาหัสบนใต้มีซัดจำไรจานเป้อาวุธระบบมนุษย์มันไอตามตอนบานเตเนื้อเป้ได้ซัดจำไรรอบมันออกบ้านคัดเจ็ดหมกดอลเบดงระบบมนุษย์กรุ๊ปนี้บ้านโลดยอบเพลียมนุนี่ประเวงมวยโดยไม้ตะบานตุ้งหลังเจนปีเบิ้งบนตบมกกรองการสำลังมือโดยเพรุนทดระบบมนุษย์กรุ๊ปนี้นี่บ้านบักมอดระบบเวียให้เล็บซัดจำไรรอบเมืองกบาบรอมันเนี่ยកំពុងចូលនៅលើក្បាលនាគវាបានបង្ហាញថាណូអេបានក៏ហៅនាគមនុស្សគ្រប់គ្នាបានចូលរួមសម្រាប់ភូមិយ៉ាងឆាប់រហ័សរួមគ្នាជាមួយនាគពួកគេបានចាប់ផ្ដើមកម្ចាត់សត្វចម្លែកដែលនៅសេសសល់ពួកគេគិតថាជ័យជំនះនៅក្នុងសង្គ្រាមនេះគឺប្រកាសណាស់រួចទៅហើយប៉ុន្តែមិននឹកស្មានដល់ពួកគេបានរំខានសត្វមេដែលកំពុងដេកលក់ដោយភ័យរន្ធត់គ្រប់គ្នាសត្វចម្លែកនោះបានប្រហឹមហើយស្ទុះមករកពួកគេភ្លាមនាគនៅក្បែរនោះក៏ប្រញាប់ប្រញាល់មកជួយពួកគេវាបានបន្ទាបខ្លួនរបស់វាទៅជិតផ្ទៃទឹកហើយរត់ទៅមុខយ៉ាងលឿនរលកចក់ដ៏ខ្លាំងក្លាមួយបានបំបែកផ្ទៃបឹងភ្លាមមុនពេលដែលសត្វចម្លែកអាចមានប្រតិកម្មនាគបានស្ទុះមកវាប្រហារវានាគបានបោះវាឡើងលើអាកាសហើយប្រើទឹកដើម្បីចាប់វាយ៉ាងរឹងមាំមិនថាសត្វចម្លែកនោះបានតស៊ូយ៉ាងណាក៏ដោយក៏វាគ្មានប្រយោជន៍ដែរវាត្រូវបានលិចយ៉ាងលឿននៅក្រោមទឹកបឹងរាប់រយលានម៉ែត្រគូបប៉ុន្តែមុនពេលដែលណូអេនិងដៃគូរបស់គាត់អាចអស់សប្បាយសត្វចម្លែកហោះតូចមួយចំនួនធំបានលេចឡើងនៅពីក្រោយពួកគេកំពុងដឹកព្រលឹងមនុស្សដែលចាប់បានបន្ទាប់មកពួកគេបានបោះព្រលឹងទាំងនោះចូលទៅក្នុងមាត់ដែលបើកចំហរបស់សត្វមេឃដែលមានថាមពលកើនឡើងភ្លាមសត្វចម្លែកនោះបានคล้ายជាខ្លាំងជាងរាប់រយដងក្នុងមួយប៉ព្រិចភ្នែកវាបានរួចផុតពីមន្តអាគមគ្រប់គ្រងទឹករបស់នាគទេវៈយ៉ាងងាយដោយមានការខឹងសម្បារយ៉ាងខ្លាំងវាក៏ប្រញាប់សំសឹកភ្លាមមុនពេលដែលណូអេនិងដៃគូរបស់គាត់អាចរៀបចំខ្លួនបានសត្វចម្លែកនោះបានបុកពួកគេឡើងលើអាកាសដោយក្បាលរបស់វាជាសំណាងល្អពួកគេមានអាវុធដោយវត្ថុបុរាណដ៏មានអានុភាពមួយពួកគេបានរត់ឡើងលើខ្នងនាគដ៏ទេវភាពយ៉ាងឆាប់រហ័សប៉ុន្តែសត្វចម្លែកនោះបានចាប់បំពង់កនាគរួចហើយប្រសិនបើព្រលឹងនាគត្រូវបានលេបត្របាក់ពិភពលោកទាំងមូលនឹងត្រូវវិនាសពេលឃើញព្រលឹងនាគត្រូវបានលេបត្របាក់យឺតណូអេនិងដៃគូរបស់គាត់មានអារម្មណ៍ថាគ្មានទីពឹងទាំងស្រុងប៉ុន្តែនៅពេលនោះព្រួញមួយស្រាប់តែចាក់ទម្លុះបំពង់របស់សត្វចម្លែកនោះវាគឺជាអេម៉ាដែលជាអ្នកបួសថ្មីថ្មោងដែលបានចូលមកជួយសង្គ្រោះពួកគេទាន់ពេលវេលានេះបានផ្ដល់ឲ្យនាគទេវៈនៅឱកាសដើម្បីដកដង្ហើមវាបានងាកមកវិញភ្លាមហើយស្ទុះត្រឡប់ទៅផ្ទៃបឹងវិញសត្វចម្លែកដ៏កាចសាហាវនោះបានដេញតាមវាប៉ុន្តែមិនថាវាព្យាយាមយ៉ាងណាក៏ដោយក៏វាមិនអាចចាប់នាគបានដែរផ្ទុយទៅវិញវាត្រូវបានវាប្រហារដោយមន្តអាគមទឹករបស់នាគបន្ទាប់មកវាត្រូវបានវាប្រហារដោយទឹកដ៏ខ្លាំងមួយគ្រាប់ទន្ទឹមនឹងនេះបងប្អូនបង្កើតបានឆ្លៀតឱកាសនោះដើម្បីចងគៀមខាងលើរបស់សត្វចម្លែកនោះដោយខ្សែពួរបន្ទាប់មកណូអេបានលោតឡើងលើអាកាសហើយបាញ់ចេញនៅវត្ថុបុរាណ Ten Rings គាត់បានរុញវាចូលទៅក្នុងពោះរបស់សត្វចម្លែកមុនពេលដែលសត្វនោះអាចមានប្រតិកម្មណូអេបានប្រើចិត្តរបស់គាត់ដើម្បីគ្រប់គ្រងវត្ថុបុរាណនៅលើអាកាសភ្លាមនោះរាងកាយរបស់សត្វចម្លែកត្រូវបានហែកជាបំណែកទោះបីជាសមរភូមិនេះបានឆក់យកជីវិតមនុស្សរាប់មិនអស់ក៏ដោយក៏ពិភពលោកត្រូវបានសង្គ្រោះនៅទីបំផុត